ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងការចង្អុលណែនាំជាប្រចាំរបស់ឯកឧត្តមសេនីយ៍ ឯកជួននរិន អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី21ខែមករាឆ្នាំ2026កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ តូពិតបញ្ញាស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងលោកឧត្តមសេនីយ៍ តូម៉ៅរៀងសីស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងលោកវីរៈសេនីយ៍ ឯកយឹមសុជាតិនាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើការឃាត់ខ្លួនពិនិត្យរថយន្តមួយគ្រឿងដែលដឹកសាច់ជ្រូកនិងសាច់មាន់បង្កកនៅចំណុចមហាវិថីឈ្នះស្ថិតក្នុងសង្កាត់គោករកាខណ្ឌព្រែកភ្នៅលោកវីរៈសេនីយ៍ តូម៉ៅសុធាគុណនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថាមន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្ក្រាបការនាំចូលសាច់ជ្រូកនិងសាច់មាន់បង្កកចំនួន 11,5 តោនគ្មានលិខិតស្នាមនិងខូចគុណភាពមកពីខេត្តស្វាយរៀងមកចែកចាយក្នុងរាជធានីភ្នំពេញដោយឡែកកម្លាំងជំនាញនៅបន្តស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបរកការនាំចូលផលិតផលគ្មានគុណភាពគ្មានសុវត្ថិភាពដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកបបរាជធានីភ្នំពេញដើម្បីយកទៅដុតបំផ្លាញចោល